ជំនួយសូលគ្រូនឹងមកផ្ទះទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំធ្វើការគូររូប 3D ការ setup template ការបង្កើត layer dim star និង texture ជាដើមអញ្ចឹងជាដំបូងឡើយខ្ញុំធ្វើការ setup template អញ្ចឹងដើម្បី setup template យើងវាយ command st មកបាទយើងនឹងឃើញពាក្យថា style នៅខាងលើនេះតោះមកយើងចុចមកហើយចុចពាក្យថា new ហើយយើងអាចដាក់ឈ្មោះបានតោះមកយើងចុច OK មកបន្តមកទៀតយើងអាចរើស font បានបាទក្នុងនេះខ្ញុំយក font មួយនេះតោះមកយើងចុច set current ជាមុនសិនបន្តមកទៀតយើងចុច close បាទហើយសម្រាប់មួយទៀតនោះគឺ dim star យើងវាយ command D